ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងតាមដានជាមួយនឹងវីដេអូថ្មីបាទខ្ញុំដល់ទីហ្នឹងហើយពុកម៉ែបងប្អូនយើងតដល់ទីតាំងយើងលេងទេហើយឥឡូវខ្ញុំឈប់សម្រាប់ទីសិនក្រៅពេកទីទៀតយើងទៅដល់ទីតាំងយើងហើយយើងទៅតាមផ្លូវមុខហ្នឹងហើយប្លង់ដែលខ្ញុំធ្លាប់លេងនេះក៏មុនឥឡូវទឹករៀងអស់លេងហើយកន្លែងសបោដែរបាទឥឡូវយើងតដំណើរទៅមុខទៀតយ៉ាហ្នឹងហើយពុកម៉ែបងប្អូនហើយបន្តមកដល់កន្លែងភូមិនេះបាទខ្ញុំគួរឲ្យខ្លាចមែនទេខ្ញុំជិះកាត់តាមហ្នឹងក៏អត់ដល់ខ្ញុំជិះកាត់តាមហ្នឹងអត់អីទេតែមកដល់ពេលនេះខ្ញុំជិះកាត់ខ្ញុំមានអារម្មណ៍ថាគួរឲ្យខ្លាចអញ្ចឹងណាដោយសារនេះម៉ោង 2:10 ទេហើយខ្ញុំជិះកាត់ហ្នឹងទៅមានអារម្មណ៍ថាព្រឺព្រួចហើយកន្លែងហ្នឹងគឺស្ងាត់មែនទេអញ្ចឹងណាតែជិះអត់ដល់ទៅស្ងាត់អញ្ចឹងទេតែពេលជិះថ្ងៃហ្នឹងមានអារម្មណ៍ថាស្ងាត់អីអញ្ចឹងទៅហើយមើលទៅទស្សនភាពទៅស្ដាមឈើជុំវិញអញ្ចឹងទៅហើយមានកន្លែងហ្នឹងអាគីគេຕົកចោលយូរអញ្ចឹងណាបាទពុកម៉ែបងប្អូនដែលគាត់រស់នៅកន្លែងហ្នឹងគាត់ប្រកាសជាស្គាល់ហើយតំបន់មួយហ្នឹងអញ្ចឹងណាតែខ្ញុំមកនេះគឺថ្មីហើយតែខ្ញុំអាសាជិះកាត់តាមហ្នឹងប៉ុន្តែបានចាប់អារម្មណ៍នៅកន្លែងអាគីហ្នឹងទេបន្តមកខ្ញុំលើកកាមេរ៉ាថតដល់កន្លែងហ្នឹងអញ្ចឹងណាកន្លែងខ្ញុំជិះហ្នឹងគឺខ្ញុំថតពីមុខខ្ញុំឲ្យមុខពុកម៉ែបងប្អូនទស្សនាអញ្ចឹងទៅបើខ្ញុំជិះទៅក៏មើលទឹកមុខរបស់ខ្ញុំទៅដល់ទីតាំងកន្លែងដែលយើងលេងហើយយើងជិះមកពីខេត្តហ្នឹងគឺរយៈពេល1ម៉ោងកន្លះហ្នឹងឯងពុកម៉ែបងប្អូនដោយសារខ្ញុំជិះយឺតទេហើយនេះគឺជាទីតាំងយើងលេងនៅក្រោយនេះមើលទស្សនភាពទៅគឺពិតជាអែមមែនទែនបាទចាំមើលយើងចោះទៅក្រោមហើយចាំមើលទីទៀតខ្ញុំថតសកម្មភាពឲ្យពុកម៉ែបងប្អូនទស្សនាថតបន្តទៀតអញ្ចឹងណាឥឡូវយើងចាំជួបសកម្មភាពបន្តទៀតហើយថ្ងៃនេះខ្ញុំមកម្នាក់ឯងទេហើយមក voice over តែម្ដងបាទអញ្ចឹងណាយ៉ាចាំជួបសកម្មភាពបន្តទៀតនៅខាងក្រោមបាយឥឡូវយើងលេងអស់មកយូរដែរពុកម៉ែបងប្អូនហើយនេះទីតាំងយើងលេងបាទក្រោយទន្លេអញ្ចឹងណាចាំមើលសកម្មភាពបន្តទៀតអីចឹងតែខ្ញុំអត់សូវមានអីនិយាយគ្រាន់អាប់ឡូតវីដេអូតិចៗឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាទីភាពអែមកប់សេរីមែនតែននៅខាងក្រោយទន្លេចាចាំជួបសកម្មភាពបន្តមកខ្ញុំក៏ដើរស្ទូចចោលអញ្ចឹងណាពុកម៉ែបងប្អូនដើម្បីយើងស្ទូចត្រីស៊ុយអីចឹងទៅហើយមើលទស្សនភាពទៅគឺស្អាតមែនតើនៅទន្លេអញ្ចឹងណាខ្ញុំមកនេះគឺមកម្នាក់ឯងទេហើយដងដែលខ្ញុំលេងគឺលេងទាំងពីរតែម្ដងបាទទឹកដីមួយនេះពុកម៉ែបងប្អូនដែលគាត់ចង់ស្គាល់អីអាចនៅទីតាំងទឹកដីលោកផាត់អីចឹងណាពុកម៉ែបងប្អូនទីតាំងហ្នឹងគឺទីតាំងថ្មីដែលខ្ញុំទៅលេងហ្នឹងគឺសបោត្រីមែនតើអញ្ចឹងណាអាចទៅលេងបានអញ្ចឹងទៅទីតាំងអត់លាក់អត់អីទេ